ចឹងឯមុនយើងបានរៀនច្រើនហើយតាក់ទងមួយ CS យ៉ាខ្ញុំថាធ្វើ tech គីឡូធ្វើអីហ្នឹងប៉ុន្តែមុននឹងធ្វើ tech គីឡូមុននឹងធ្វើអីហ្នឹងគឺយើងបានរៀនតាក់ទង property មួយចំនួនធំហើយខ្ញុំថាវីដេអូក្រោយយើងនឹងធ្វើការសរសេរ CS ជាលក្ខណៈ internal វិញចឹងវីដេអូនេះយើងសរសេរ CS ជាលក្ខណៈ internal ហើយនៅក្នុងហ្នឹងក៏យើងរៀនពីរបៀបនៃការធ្វើ border ចឹងរបៀបនៃការដាក់ border ដាក់កោងដាក់ dash ដាក់អីហ្នឹងគឺគេដាក់របៀបម៉េចតោះណាចឹងគ្នាយើងមើលពីគ្រឹះនៃការដាក់ border នៅក្នុងវីដេអូមួយនេះទៅហើយបន្តទៅទៀតគឺយើងនឹងព្យាយាមយករបស់ទាំងអស់ហ្នឹងយកទៅប្រើឲ្យវាធំទៅតាមហ្នឹងជំរាបសួរអ្នកនរគ្នាវីដេអូមុនគឺយើងបាននិយាយទៅតមួយ CS ហើយកាលមុនគឺខ្ញុំសេ inline style ហើយខ្ញុំបរៀន property មួយចំនួនធំមកគ្នាយើងអញ្ចឹងខ្ញុំគិតថាគ្នាយើងចេះបានច្រើនហើយអញ្ចឹងហ្នឹងគឺវីដេអូទី2ហើយខ្ញុំនឹងបរៀនពី internal style យើងសរសេរវាជា inline style ដូចវីដេអូមុនសិនណាយើង keep it normal អញ្ចឹងសិនហើយចាំហើយខ្ញុំបរៀនគ្នាយើងក្នុងការចាប់វាទៅជា internal style តាមណាអញ្ចឹងយើងចាប់ផ្ដើមមកអញ្ចឹងខ្ញុំបង្កើត index.html វិញ normally មក index.html វិញធម្មតាមកប៉ុណ្ណឹងហើយពី file នេះប្រើទេអញ្ចឹងខ្ញុំ delete វាចោលសិនទៅយើងកុំតន់ទុកវាមកនាំតើគ្នាយើងឃើញថាញ៉ៃយាយអត់ជន់ឡើយឡើយអញ្ចឹងខ្ញុំ delete វាសិនហើយប៉ុណ្នេះហ្មងមើលអត់ទេខ្ញុំប្រហែលវាបន្តិចអញ្ចឹងខ្លាចលោកអត់ហ្មងមើលហើយបាត់មុខខ្ញុំមួយរយៈចង់មួយខែជាងហើយមកខ្ញុំអត់បានធ្វើវីដេអូបានអីទេតែមកវិញទេហើយមូលហេតុប្រហែលជាខ្ញុំប្រាប់នៅពេលខ្ញុំទៅនេះឥឡូវអត់ចង់ប្រាប់ទេធ្វើតែវីដេអូបរិញ្ញាទេព្រោះឃើញគ្នាយើងច្រើនហ្នឹងក៏មិនគាត់ចាំវីដេអូបរិញ្ញាអូខេតោះចាប់5អញ្ចឹងខ្ញុំដាក់P1 ខ្ញុំដាក់ពេលថា hello world អូខេ hello world ខ្ញុំដាក់ P មួយទៀតនៅខាងក្រោមខ្ញុំដាក់ថា hi earth អីយ៉ាងទៅទីហោះណាអូខេខ្ញុំដាក់ P មួយទៀតនៅខាងក្រោមខ្ញុំដាក់ថាអីគេ hello អញ្ចឹង hello friend អីយ៉ាងទៅទីហោះ hello friend អញ្ចឹងមកបានហើយតើចុចមកស្រាំលើវាយកពេលថា open with live server យើងចាំមើលជាមួយលទ្ធផលរបស់គ្នាឃើញលទ្ធផលចេញមកបានប៉ុណ្ណឹងអូខេអញ្ចឹងយើងរំលឹកឡើងវិញបន្តិចណារំលឹកឡើងវិញបន្តិចទៅឥឡូវទីហោះថាខ្ញុំចង់ធ្វើការដាក់ពណ៌ដាក់ color វាអញ្ចឹងយើងធ្វើការ style មកអូខេ style ហើយយើងដាក់ color វា color គឺសំដៅលើពណ៌អីគេគ្នាយើងពណ៌អក្សរហើយ background color គឺសំដៅលើពណ៌ខាងក្រោយនៃអក្សររបស់យើងអញ្ចឹង background color ខ្ញុំសូមប្រើពណ៌ blue ចុះយើងប្រើ blue ចុះចំពោះអក្សរខ្ញុំប្រើពណ៌ white ខ្ញុំប្រើ white ពណ៌សណាអញ្ចឹងគ្នាយើងឃើញមែននេះខាងវាចេញពណ៌ខៀវអូខេចេញពណ៌ខៀវហើយអក្សរយើងពណ៌សហើយចង់អក្សរវារៀងដិតគ្នាយើងធ្វើម៉េចមិនចាំទេនៅវីដេអូមុនគឺយើងប្រើ font weight បានន័យថាកម្រាស់របស់អក្សររបស់យើងឬទម្ងន់របស់អក្សររបស់យើងហ្នឹងយកពាក្យថា bold ឲ្យវាដិតណាចឹងគ្នាមើលទៅគឺវារៀងដិតប៉ុន្តែអក្សរយើងរៀងស្រួចវាអត់នេះវាអត់មើលទៅស្អាតអញ្ចឹងខ្ញុំអត់ចង់បានអក្សររបៀបស្រួចចឹងទេខ្ញុំចង់បានអក្សររៀងលះជាងហ្នឹងឥឡូវខ្ញុំនេះទីក្លាប់នេះចោលមួយណាអក្សររៀងជ្រុងវិញអញ្ចឹងយើងប្រើ font នេះគេនេះយើងវីដេអូមុនគឺ font family ហើយខ្ញុំដាក់ថាពពួក sans serif sans serif វា default ស្រាប់នៅក្នុងហ្នឹងចឹងយើងប្រើ sans serif មកគេឃើញអក្សរវាចេញជ្រុងមកនេះអូខេបានណាកន្លែងផ្សេងទៀតខ្ញុំចង់បានអញ្ចឹងដែរអូខេ hello earth អីហ្នឹងចឹងខ្ញុំ copy មកហើយខ្ញុំដាក់វាអូខេដាក់ចូលមកហើយអាក្រុមនេះខ្ញុំដាក់ចូលដូចគ្នាអញ្ចឹងយើងត្រូវសេកូដដែរគ្នាយើងឃើញនេះនៅ P1 យើងសេកូដប៉ុណ្ណឹង P1 ទៀតយើងសេកូដប៉ុណ្ណឹងដែរអញ្ចឹង3ដងបាទយើងបានវាទាំង3នាក់បើសិនជាយើងសេតែម្ដងទេតែលើនេះទេអូខេខ្ញុំសេតែលើនេះទេខ្ញុំសេតែលើហ្នឹងទេគ្នាឃើញតែ2លើហ្នឹងទេដែលចាញ់មួយក្រុមចាញ់អត់ចាញ់ទេអូខេអញ្ចឹងយើងត្រូវដាក់ទាំង3អូខេរបៀបសេបែបនេះគឺយើងហៅវាថាជា inline style អូខេ inline style take 1សព P ហ្នឹងយើងហៅថា take 1គឺយើងប្រើ style 1អូខេឃើញទេដល់ពេល take យើងមានចំនួនប៉ុន្មានចំនួន3គឺយើងប្រើ style ចំនួនប៉ុន្មានដែរ take យើងមានចំនួន3យើងប្រើ style 3ដែរអញ្ចឹងឃើញអាហ្នឹងគឺជាចំណុចមួយដែលវាអត់ល្អអញ្ចឹងខ្ញុំណែនាំគ្នាយើងរបៀបនៃការប្រើមួយទៀតគឺយើងប្រើ internal style គឺយើងប្រើនៅក្នុង head របស់យើងណាខ្ញុំធ្លាប់បញ្យល់ប្រាប់គ្នាយើងថា head ហ្នឹងទីមួយយើងដាក់ meta យើងដាក់ title យើងដាក់ icon ដាក់អីក្នុងហ្នឹងហើយមួយទៀតគឺយើង link CS link JS ហើយនៅក្នុង head នឹងដូចគ្នាចាឥឡូវយើងចាប់បានដាក់ CS ចូលគឺយើងប្រើ take មួយដែលមានឈ្មោះថា style យ៉ាងមកអូខេយើងបើក style យ៉ាងមកនៅក្នុងហ្នឹងបន្តមកទៀតខ្ញុំចង់ custom ទៅលើអក្សរ P តើណាអញ្ចឹងបានន័យថានេះឃើញទេឲ្យតាអ្នកណាគេប្រើអក្សរ P ហ្នឹងប្រើ take P របស់ខ្ញុំហ្នឹងប្រើ take P អញ្ចឹងខ្ញុំថា take P អូខេ take P ឃើញ take P នេះឲ្យតាប្រើអាធំតូច P ហ្នឹងប្រើ take P ហ្នឹងគឺខ្ញុំចង់បានពណ៌អក្សរហើយ background វាពណ៌ខៀវអញ្ចឹងគ្នាយើងគ្រាន់តែដាក់ក្នុង style ហ្នឹងមកហើយ select ចាប់យក
ស P ហ្នឹងមកបើកជាមួយនឹង Calipress សញ្ញានេះយើងហៅថា Calipress បើសិនជាភាសាអង់គ្លេសបើសិនជាខ្មែរយើងហៅអីរបាសញ្ញាហ្នឹងយើងហៅរបាអូខេអញ្ចឹងយើងដាក់អក្សរ P ហ្នឹងមកបញ្ជាក់ថាអ្នកណាក៏ដោយឲ្យតែមានប្រើ take P ហ្នឹងតោះណាឲ្យតែមានប្រើ take P ហ្នឹងហើយយើងចាប់តាម custom វាអូខេអញ្ចឹងឥឡូវខ្ញុំចង់បាន color វាអញ្ចឹង copy មកណា copy ប៉ុណ្ណឹងខ្ញុំ copy ប៉ុណ្ណឹងមកកាត់វាយើងដាក់ក្នុងនេះអូខេអញ្ចឹងបានហើយអូខេអញ្ចឹងនៅពេលដែលគ្នាយើងដាក់បែបនេះដាក់បែបហ្នឹងគ្នាយើងមិនចាំបាច់ប្រើ style នេះទៀតទេមិនចាំបាច់ទេអូខេអានេះក៏មិនចាំបាច់ដែរកន្លែងនេះក៏ដូចគ្នាមិនចាំបាច់ទេអញ្ចឹងយើងកាត់វាចោលណាមិនចាំបាច់ទេអត្ថន័យកន្លែងនេះបានន័យថាឲ្យតែអ្នកណាប្រើ P គឺបានអក្សរពណ៌ស background ពណ៌ខៀវ font វាអក្សរដិតហើយ font family វាគឺអក្សរឆុងអញ្ចឹងកន្លែងនេះប្រើ P អត់ P អញ្ចឹងវានឹងចេញអក្សរសហើយ background ខៀវកន្លែងនេះក៏ប្រើ P ដែរអញ្ចឹងអក្សរស background ខៀវកន្លែងនេះអក្សរ P ដែរយើងចេញ background ពណ៌ខៀវហើយអក្សរពណ៌សដែរយល់បានទេអញ្ចឹងឃើញទេរបៀបនៃការប្រើ internal style របៀបនៃការប្រើ internal style គឺវាចំណេញបែបហ្នឹងវាចំណេញថងថាយើងសរសេរ color ស្អីអីតែម្ដងទេហើយវា apply ប៉ុន្មានកន្លែង3កន្លែងវាយកទៅដាក់បាន3កន្លែងបើសិនយើងប្រើ inline style គឺយើងត្រូវអង្គុយ style ហ្នឹងប៉ុន្មានកន្លែង style ហ្នឹងប៉ុន្មានកន្លែងគ្នាយើងអង្គុយ style ហ្នឹងប៉ុន្មានកន្លែងបើសិនយើងប្រើ inline style គឺយើងត្រូវអង្គុយ style ហ្នឹងចំនួនប៉ុន្មានដែរ3កន្លែងដែរឃើញបានទេអាហ្នឹងគឺជាចំណុចដែលគេកម្រប្រើណា inline style លើកលែងតែយើងធ្វើការដាក់ custom ចំណុចណាមួយដែលវា unique ជាងគេអញ្ចឹងមិនគេប្រើ inline style គេមិននិយមប្រើទេ inline style គេនិយមប្រើជាមួយនឹងប្រភេទ internal style ឬក៏ external ចាំមើលក្រោយទៀតវីដេអូក្រោយទៀតឥឡូវប៉ុណ្ណឹងសិនសម្រាប់ internal style ឥឡូវខ្ញុំចាប់ដើមខ្ញុំមានអារម្មណ៍ថាអក្សរអូខេអក្សររបស់ខ្ញុំគឺមិនដែរគឺវារៀងទំហំមិនប៉ិនគ្នាទាំងអស់ទេអត់បញ្ហាទេអញ្ចឹងខ្ញុំចង់break វារៀងធំជាងមុនតិច break វារៀងធំជាងមុនគឺយើងប្រើអីគេ font size កាលហ្នឹងខ្ញុំប្រើ font size ខ្ញុំដាក់ថា20 pixel ចុះទំហំ20 pixel ឃើញវារៀងធំជាងមុនហើយតាមណាគ្នាយើងឃើញមកណាថាអានេះអា background ពណ៌ខៀវហ្នឹងមិនដែរ background ពណ៌ខៀវហ្នឹងគឺវាវែងពេកខ្ញុំចង់ឲ្យវាខ្លីគឺយើងអាចប្រើជាមួយនឹង width អញ្ចឹង width ហ្នឹងគឺពេលយើងរៀនដាក់រូបភាពគ្នាយើងអាចចាំបានណាថា width ហ្នឹងយើងប្រើទៅអី width ហ្នឹងគឺយើងប្រើសម្រាប់ប្រវែងអីគេប្រវែងបដ ாய் វាហើយដល់ពេល high របស់យើងគឺនិយាយពីកម្ពស់របស់វាតាមណាអញ្ចឹងឥឡូវ width របស់វាគឺខ្ញុំចង់ដាក់វាត្រឹមតាប៉ិនមួយអក្សរប៉ុណ្ណាគឺ width វាប៉ុណ្ណឹងដែរអញ្ចឹងយើងប្រើ fit content ពេលថា fit ហ្នឹងគឺបានន័យតម្រឹមជាមួយនឹង content បានន័យថាជាអីដែលនៅក្នុង P ហ្នឹងរបស់ដែលនៅក្នុង P ហ្នឹងអញ្ចឹងមកឧទាហរណ៍ hello world អញ្ចឹងប្រវែងវាគឺយកតែមកប៉ិន hello world ហ្នឹងទេហើយ high វាក៏ដូចគ្នាដែរខ្ញុំសុំប្រើ fit content ដែរចុះអញ្ចឹងយើងទៅមើលម្ដងទៀតទៅគ្នាឃើញណានេះឃើញវាលែងវែងពេកហើយវាចេញមកខ្លីៗបែបហ្នឹងគេខ្លីៗបែបហ្នឹងគ្នាយើងចង់ custom វាអញ្ចឹងក៏បានដែរ50 pixel ហើយ high វាប៉ុន្មានដែរ50 pixel ដែរហ្មងតា50 pixel ដែរ50 pixel ដែរអញ្ចឹងនេះគេបានតម្រង់ចឹងប៉ុន្តែបើ50មិនសូវស្អាតយើងអាចដាក់150អញ្ចឹងទៅណាតាមចិត្តរបស់យើង150 pixel អីចឹងដែរហើយយើងឃើញណាទំហំវាចេញមកបែបនេះហើយខ្ញុំមានអារម្មណ៍ថាកែមវារៀងស្រួចគ្នាចំណាំនៅក្នុងអ្នកប្រើ iPhone អ្នកអត់ប្រើ iPhone អ្នកប្រើអីគ្នាឃើញកែមវារៀងកោងចេះនេះឃើញកែមវារៀងកោងចេះអូខេកែមហ្នឹងរៀងកោងអញ្ចឹងណាអូខេកែមរៀងកោងអញ្ចឹងដើម្បីចង់បានកែមកោងគឺយើងប្រើ property មួយមានឈ្មោះថា border radius ហើយគ្នាយើងដាក់ degree នៃកំណោងនោះមកបានន័យថាតើគ្នាយើងចង់បានវាកោងប្រហែលកម្រិតណាអញ្ចឹងខ្ញុំដាក់5 pixel សិនគេយើងទៅមើល5 pixel កោងប៉ុណ្ណានេះ5 pixel កោងប៉ុណ្នេះគ្នាឃើញកម្រិតកោងប៉ុណ្ណឹងតោះមកអញ្ចឹងបើយើងចង់ឲ្យកោងខ្លាំងជាងនេះប្រើ10 pixel មកអញ្ចឹងវាកោងខ្លាំងជាងហ្នឹងអូខេកោងខ្លាំងជាងហ្នឹងហើយបើគ្នាយើងថាអូខ្ញុំចង់បានវាដូចវងហ្មងអញ្ចឹងដោយសារតែ width វា150 height វា150បានន័យថាអក្សរ P របស់យើងនេះមានតម្រង់ជាការ៉េស្រាប់ហើយអញ្ចឹងពេលដែលកោងគ្នាកាត់កោងត្រឹម 50% ទៅគឺរបស់យើងវាការ៉េស្រាប់ដល់ពេលយើងកាត់កោង 50% គឺវានឹងចេញជាវងយល់ទេវាចេញជាវងអញ្ចឹងគ្នាឃើញនេះគឺវាចេញជាវងបន្តមកទៀតឧទាហរណ៍ថាវាមានវងហើយប៉ុន្តែវាដូចជាអត់មានសុំជុំវិញខ្ញុំចង់បានសុំជុំវិញអញ្ចឹងសុំជុំវិញយើងប្រើអីគេយើងប្រើ border ពាក្យថា border គឺបើយើងបករៀង straightly តិចគេហៅថាដែនកំណត់ដែនអីចឹងទៅព្រំដែនអីចឹងនៅយើងហៅថា border ហើយឥឡូវ border នៅក្នុង CS វិញគឺសំដៅលើសុំជុំវិញកែមជុំវិញវាអញ្ចឹងឥឡូវខ្ញុំដាក់ថាអូខេ1 pixel and then solid ហើយខ្ញុំប្រើពណ៌អីគេថាពណ៌ black ចាស់ពណ៌ black ប្រហែលជាមើលមិនឃើញខ្ញុំសុំប្រើពណ៌ green ចុះតោះណាពណ៌ green អញ្ចឹងត្រូវចាំនៅក្នុង border border មានតម្លៃចំនួន3ទី1គឺកម្រាស់របស់វាគេហៅថា thickness ហើយទី2គឺប្រភេទនៃ border ទី3គឺពណ៌នៃ border របស់យើងឥឡូវខ្ញុំដាក់1 pixel solid ហើយខ្ញុំប្រើពណ៌បៃតងអញ្ចឹងយើងទៅមើលយើងឃើញនេះឃើញនៅកែមជុំវិញហ្នឹងគឺមានបន្ទាត់មានជាខ្សែពណ៌ចិត្តមួយពណ៌ខៀវរបស់យើងហ្នឹង
ហើយមានពណ៌អីគេពណ៌បៃតងតែរៀងស្ដើងហើយបើគ្នាយើងមើលឃើញតិចខ្ញុំថែមកម្រាស់វាឡើង10 pixel ដល់គ្នាយើងស្រួលមើលហ្មងគ្នាឃើញនេះជុំវិញនេះគេបានណាហើយចុះបើអត់ប្រើ solid យើងប្រើអីផ្សេងបានអត់ប្រើបានតែប្រើ dash ស្មានន័យថាសញ្ញាដកយល់ទេវាចេញដកចេះនេះគេវាចេញដកជុំវិញឃើញហើយបើគ្នាយើងថាអត់ចង់ប្រើ dash ទេខ្ញុំប្រើ dot ក៏បានបើគ្នាប្រើ dot បាននេះវាចុចជុំវិញគ្នាគេនេះចេញចុចជុំវិញបែបហ្នឹងតោះណាប៉ុន្តែខ្ញុំនិយមមកគឺខ្ញុំចូលចិត្តប្រើ solid ជាងថាឲ្យប្រើផ្សេងខ្ញុំប្រើអត់ឃើញស្អាតទេណាតោះបាននេះអូខេហើយអូខេវាមានអារម្មណ៍ថាកោង50យើងមើលឃើញអក្សរឃើញអីសោះអញ្ចឹងខ្ញុំសុំប្រើតែ5 pixel បានហើយអញ្ចឹងຂະຫນាតកន្លែងនេះយើងអាចប្រើជា pixel យើងអាចប្រើជាຂະຫນាតផ្សេងទៀតក៏បានដែរតាមហ្នឹងតោះបានណាអញ្ចឹងប៉ានេះនេះមើលទៅនៅឃើញអក្សរនៅឃើញអីស្អាតតែអក្សរហ្នឹងវានៅគៀនវាអត់មកកដាលអញ្ចឹងចង់ឲ្យវាមកកដាលយើងប្រើអីគេយើងប្រើ touch align touchបានន័យថាអក្សររបស់យើងហ្នឹងឯងហើយ align គឺបានន័យថាមុំអញ្ចឹងប្រើ touch align center ថៃ line center មកវាមកកដាលហើយឃើញកដាលអត់គ្នាយើងចង់ឲ្យវាមកកដាលនៅក្រោមនេះទៀតក៏បានដែរប៉ុន្តែគ្រាន់ថាអាកដាលនៅក្រោមនឹងមួយទៀតគឺចាំពេលទៅដល់ flex box អីចោះចាំខ្ញុំបញ្យល់តោះណា